ចូលហត់ដល់រឿងតាសឹមគឺជាក្រុមដែលរឹងមាំមួយនៅក្នុងពានរង្វាន់ Asian Club Championship ហើយបងប្អូនបានដឹងពីប្រកួតកន្លងទៅគឺគេឈ្នះតាំងពីប្រកួតរបូតគ្រាប់បាល់តែមួយគ្រាប់នោះទេថាតើប៉ះប្រកាន់រាជស្វារៀងនៅពហុកីឡដ្ឋានជាតិមកដល់ដេជោថ្ងៃទី4ខែធ្នូម៉ោង7យប់នេះតើចូលហមានសមត្ថភាពអាចស៊ីប្រកាន់រាជស្វារៀងបានប្រមាណគ្រាប់ឬមួយក៏ស្វារៀងអាចទប់ឬមួយក៏អាចស្វារៀងអាចបាទយកឈ្នះវិញឬមួយក៏យ៉ាងណាបាទមីសួរបងប្អូនដែលគ្រប់គ្រង Channel YouTube របស់ខ្ញុំយើងមកនិយាយគ្នាខ្លះៗពីព្រោះថាការប្រកួតខិតជិតមកដល់ហើយការប្រកួតដ៏ធំមួយប្រចាំឆ្នាំ2025នេះមុនចូល2026នៅក្នុងពានរង្វាន់ Asian Cup Championship ឬក៏ហៅថា Shopee Cup បងប្អូនអរគ្នាបើនិយាយពីចូលហនេះការចុះឈ្មោះកីឡាករបរទេសប្រមាណជា21នាក់នៅបងប្អូនមានទាំងសញ្ជាតិអាហ្សេបៃសង់មានទាំងអង់គ្លេសមានទាំងអេស្ប៉ាញអាហ្សង់ទីនប្រេស៊ីលមានទាំងកូរ៉េមានទាំងអូស្ត្រាលីគឺចម្រុះជាតិសាសន៍ផងដោយសារតែពួកគេចុះឈ្មោះនឹងគឺដើម្បីលេង AFC Champion League Elite ដែលគេមិនកំណត់ទៅលើកូតាកីឡាករបរទេសនេះ21នាក់នេះគឺមិនសំដៅទៅលើកីឡាករដែលមានសញ្ជាតិដើមផ្សេងហើយចូលសញ្ជាតិទេដូចជា Joao Figueiredo ហ្នឹងគឺគាត់ពីមុនគាត់ជាសញ្ជាតិប្រេស៊ីលទេប៉ុន្តែឥឡូវគាត់បានសញ្ជាតិជាម៉ាឡេស៊ីអញ្ចឹងណាអញ្ចឹងគឺក្នុងករណីនេះខ្ញុំអត់រាប់បញ្ចូលទេខ្សែប្រយុទ្ធពីររូបដ៏គ្រោះថ្នាក់នឹងបង្កការគម្រាមកំហែងខ្ពស់ដល់ប្រកាន់រាជស្វាយរៀងគឺ Bergson និង Figueiredo ដែលខ្ញុំនិយាយអំបញ្ញមិញ Bergson នេះគឺជាខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលគេរកបាន3គ្រាប់បាននៅក្នុងការប្រកួត Shopee Cup ក្នុងពីប្រកួតនាពេលថ្មីនេះហើយ Figueiredo ដែលទទួលបានសញ្ជាតិម៉ាឡេស៊ីហើយក្រោយមកក៏មានរឿងចម្រូងចម្រាសដែលសហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ីត្រូវបានពិន័យដោយ FIFA ជាដើមនោះឥឡូវនេះក៏ Figueiredo គាត់រកបាន3គ្រាប់ដែរនៅក្នុងពានរង្វាន់ Shopee Cup នេះហើយ Bergson ហ្នឹងគឺមិនត្រឹមតែរកបាន3គ្រាប់ទេថែមទាំងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមទាត់បញ្ចូលទី1គ្រាប់ផងដែរណែនាំឲ្យបងប្អូនមកស្គាល់គ្រូបងវឹកចូលហដារូតាសឹមបន្តិចគឺមានឈ្មោះថា Cisco Munoz គាត់សញ្ជាតិអេស្ប៉ាញគាត់មានបទពិសោធន៍ច្រើនជាពិសេសគឺបានបង្វឹកក្លឹបដែលមានឈ្មោះបោះសម្លេងនៅក្នុងតំបន់អឺរ៉ុបបាទគឺមុននឹងមកកាន់ចូលហដារូតាសឹមក្នុងនោះយើងឃើញថាគាត់ក៏មានបទពិសោធន៍លេងនៅបាទលីកលំដាប់ខ្ពស់នៅប្រទេសអេស្ប៉ាញដូចជា Valencia ដូចជា Betis Levante អីជាដើមនៅក្នុងអាជីពជាកីឡាកររបស់លោកប៉ុន្តែនៅពេលដែលចាប់ផ្ដើមបង្វឹកគ្រូបង្វឹក UEFA Pro License ដែលមានសញ្ញាបត្រកម្រិតខ្ពស់បាទរូបនេះគឺគាត់បង្វឹកបាទមានក្រុម Watford មាន Huesca នៅប្រទេសអេស្ប៉ាញហើយបន្តមកទៀតមាន Wednesday ហើយមុននឹងមកបង្វឹកចូលហនៅឆ្នាំ2025នេះប្រព័ន្ធលេងរបស់គាត់គឺ3-5-2ឬក៏3-4-3គឺជំនាញរបស់គាត់ហើយមានខ្សែប្រយុទ្ធដ៏មានគុណភាព Figueiredo ដែលខ្ញុំបានជម្រាបនិង Bergson លេងនៅក្នុងពានរង្វាន់ Shopee Cup ខ្ញុំលើកតែពានរង្វាន់នេះទេដោយសារតែការប្រកួតនេះគឺសំដៅទៅលើតែពានរង្វាន់ក្លឹបតំបន់អាស៊ីអាគ្នេយ៍តែប៉ុណ្ណោះបាទបងប្អូនអរគ្នាខ្ញុំនិយាយមិញគឺប្លង់លេងរបស់គាត់ជាទូទៅគាត់រៀបទម្រង់3-4-3ឬក៏3-5-2គឺ3-5-2អត់មានអីចម្លែកទេគ្រាន់តែទម្លាក់មួយមកខាងក្រោមហ្នឹងគឺចែក3-5-2ហើយតឡើងមួយវិញគឺ3-4-3អញ្ចឹងការរៀបចំរបស់គ្រូបង្វឹកពេលខ្លះគ្រាន់តែប្លង់គេដាក់នៅលើអេក្រង់ឬក៏ដាក់នៅលើការបង្ហាញនៅលើបាទក្តារបតដែលតាក់ទិករបស់គាត់ទេប៉ុន្តែការលេងហ្នឹងគឺថាបាត់បាល់ទៅលេងរបៀបម៉េចការពារលេងរបៀបម៉េចហើយការលេងប្រយុទ្ធទៅលេងរបៀបម៉េចខ្សែការពារតំបន់កណ្ដាលខ្សែបម្រើកណ្ដាលហ្នឹងត្រូវឡើងរបៀបម៉េចត្រូវទាត់ពីចម្ងាយរបៀបម៉េចអាហ្នឹងគឺអាស្រ័យលើការរៀបចំរបស់គ្រូបង្វឹកអញ្ចឹងប្រព័ន្ធ4-2-3-1ឬក៏3-5-2 4-4-2អីហ្នឹងគឺស្ថានភាពគឺមានការផ្លាស់ប្ដូរគ្រប់នាទីគ្រប់វិនាទីអាស្រ័យទៅលើបាល់ទៅកន្លែងណាតើលេងរបៀបម៉េចអញ្ចឹងនេះជាក់ស្ដែងនៅពេលដែលឈ្នះបាទក្រុមបាងកក United 4-0គឺគាត់រៀបប្លង់របស់គាត់គឺហៅថា3-5-2ហើយមានកីឡាករបរទេសបាទចូលរួមដូចជាខ្សែការពារលេខ5អី Anthony Christian មានលេខ23 Ira Lifol ទីស្រីខ្ញុំអានខុសខ្សែគេហៅថាកីឡាករសញ្ជាតិអាហ្សេបៃសង់មាន Mendes មាន Ariba ខ្សែការពារមានខ្សែប្រយុទ្ធ Figueiredo ដែលខ្ញុំនិយាយថាសញ្ជាតិម៉ាឡេស៊ីហ្នឹងហើយមួយទៀតគឺលេខ9 Bergson ដែលជាខ្សែប្រយុទ្ធដ៏សំខាន់ដែលបងប្អូនបានឃើញនៅក្នុងអេក្រង់នេះបាទរឿងរ៉ាវគួរចាប់អារម្មណ៍មួយទៀតបងប្អូនទាំងអស់គ្នាគឺការលេងទល់នឹង Seller Lion City របស់សិង្ហបុរីគឺមានកីឡាករម្នាក់ដែលជាអតីតបាទគេហៅថាខ្សែបម្រើដែលធ្លាប់លេងឲ្យ Malaga, Villarreal, AC Milan និង Valencia លេងនៅ Sao Solo ហើយបច្ចុប្បន្ននេះគាត់លេងនៅចូលហបងប្អូនណាបង្ហាញខ្លួនបាន3លើកហើយទើបតែចូលរួមឆ្នាំ2025នេះទេបច្ចុប្បន្នមានវ័យ30ឆ្នាំអញ្ចឹងការលេងជាមួយនឹង Lion Seller គាត់ជាប់ជំរឿនដំបូងហើយជាកាប៉ាតែនទៀតផងហើយក្នុងការប្រកួតទល់នឹងមួយខានទីស្វ័យរៀងហេងសុយអាចនឹងចូលលេងដែរប៉ុន្តែការទល់នឹងបង្កក់ United គាត់អវត្តមានគឺគាត់អត់បានបង្ហាញខ្លួនទេកីឡាកររូបនេះក៏ធ្លាប់ជាប់ជំរឿជាតិយុវជនរបស់អេស្ប៉ាញតែអ៊ុយ16អ៊ុយ17និងអ៊ុយ21បាទបងប្អូនអញ្ចឹងជម្រាបព័ត៌មានប៉ុណ្នេះសិនមានរឿងរ៉ាវផ្សេងទៀតជាច្រើននឹងជម្រាបជូនបងប្អូនបន្តថ្ងៃនេះថ្ងៃទី2ខែធ្នូអញ្ចឹងនៅថ្ងៃទី3ហើយថ្ងៃទី4គឺជាការប្រកួតអញ្ចឹងមានពេលវេលាគ្រប់គ្រាន់ខ្ញុំនឹងចេញវីដេអូមួយទៀតនៅពេលយប់បាទជម្រាបលាបាទ